បាទសួស្តីដល់បងប្អូននិងមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញនៅ producer AI មួយដែលយើងអាចធ្វើការ generate ចម្រៀងដោយយើងងាយស្រួលសម្រាប់តាក់ទងនឹងការប្រើប្រាស់នៅ producer AI នេះវាអាចធ្វើឲ្យយើងបង្កើតនៅចម្រៀងបែបចម្រៀងជាភាសាខ្មែរដែលយើងអាចធ្វើការបង្កើតតាមរយៈ producer AI ដោយខ្ញុំប្រើប្រាស់នៅ ChatGPT ដើម្បីធ្វើការបង្កើតនៅចំណងជើងចម្រៀងបែបកន្ទ្រឹមដែលមានចំនួន15បទហើយខ្ញុំនឹងធ្វើការជ្រើសរើសនៅចំណងជើងមួយបទដើម្បីធ្វើការបង្កើតនៅក្នុង producer AI ដែលចំណងជើងនេះគឺខ្ញុំនឹងធ្វើការយកនៅចំណងជើងលេខ11អូនចៅបងទៅរួមជាមួយគេបាទអញ្ចឹងខ្ញុំធ្វើការ copy ខ្ញុំចុចនៅ new tab ថ្មីដើម្បីវាយនៅពាក្យ producer AI បាទអញ្ចឹងនេះគឺជា producer AI ដែលខ្ញុំធ្លាប់ប្រើប្រាស់ពីមុនមកអញ្ចឹងគឺគ្រាន់តែធ្វើការវាយអក្សរ P គឺវាលោត producer AI បាទខ្ញុំធ្វើការ enter បាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះគឺជា account នៃ producer AI របស់ខ្ញុំដែលខ្ញុំបានធ្វើការប្រើប្រាស់បង់ប្រាក់ជាប្រចាំខែអញ្ចឹងនៅពេលដែលយើងបានធ្វើការ generate តាមរយៈ producer AI ចម្រៀងដែលយើងបង្កើតមកគឺមានសមត្ថភាពយើងអាចធ្វើការផុសចូលទៅក្នុងបណ្ដាញសង្គមផ្សេងៗដែលយើងកំពុងតែប្រើប្រាស់មានដូចជា YouTube TikTok Facebook Instagram ឬក៏បណ្ដាញសង្គមផ្សេងៗទៀតដែលយើងកំពុងតែប្រើអញ្ចឹងมันមានជាការចាក់ copyright ទេដោយសារយើងបានបង់ប្រាក់ជាប្រចាំខែបាទអញ្ចឹងត្រង់ចំណុចកន្លែងនេះគឺខ្ញុំសូមដាក់នៅអក្សរខ្មែរខ្ញុំដាក់ធ្វើការបង្កើតចម្រៀងធ្វើការបង្កើតចម្រៀងមួយបទដែលមានចំណងជើងបាទខ្ញុំមិញហ្នឹងខ្ញុំបានធ្វើការ copy អូនចៅបងទៅរួមជាមួយគេអញ្ចឹងគឺខ្ញុំដាក់យកច្រៀងចម្រៀងបែបកន្ទ្រឹមបាទខ្ញុំធ្វើការ enter បាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះ producer AI កំពុងតែធ្វើការ generate ចម្រៀងបែបកន្ទ្រឹមតាមចំណងជើងដែលខ្ញុំបានធ្វើការបញ្ចូលនេះអូនចៅបងទៅរួមជាមួយគេបាទអញ្ចឹងនៅត្រង់ចំណុចកន្លែងនេះគឺខ្ញុំសូមចង់និយាយអំពី producer AI ដែរ producer AI ក៏អាចធ្វើការបង្កើតជាសាច់ភ្លេងបែបកន្ទ្រឹមដែរដែលយើងមិនចង់ឲ្យមានជាសម្លេងច្រៀងជាងគ្រាន់តែធ្វើការបង្កើតជាតែគ្រាន់តែធ្វើការបង្កើតបែបតែសាច់ភ្លេងប៉ុណ្ណោះបាទអញ្ចឹងនេះគឺជាអត្ថបទចម្រៀងដែលខ្ញុំបានប្រើប្រាស់នៅ producer AI ដើម្បីធ្វើការ generate បាទអញ្ចឹងត្រង់ចំណុចកន្លែងនេះឃើញថាតកតងនឹងការ generating នៃវីដេអូតាមរយៈ producer AI មាន2បទបាទអញ្ចឹងបងប្អូនអាចធ្វើការស្ដាប់បាននៅពេលដែលយើងបានធ្វើការបង្កើតរួចរាល់បាទអញ្ចឹងនេះគឺបាទអញ្ចឹងឥឡូវគឺខ្ញុំសូមស្ដាប់នៅចម្រៀងទី2ថាលទ្ធផលនៃការ generate តាមរយៈ producer AI មានចម្រៀងសម្លេងចេញមកបែបយ៉ាងម៉េចយើងអាចធ្វើការស្ដាប់ទាំងអស់គ្នារំពងពេញភូមិដីហុយសំពងអូនដើរកាន់ដៃវាម្នាក់លុងសង្ហាណាស់មែនទេខោអើបងប្រឡាក់ដីមុខបងខ្មៅស្រអាប់បាទអញ្ចឹងនេះឃើញថាតកតងនឹងកន្ទ្រឹមនេះបែប rock ឃើញជាភាសាអង់គ្លេសដាក់ pop rock ខ្មែរកន្ទ្រឹមversion បាទអញ្ចឹងឥឡូវគឺខ្ញុំសូមធ្វើការ play នៅចម្រៀងទី1ថាមានសំឡេងបែបយ៉ាងណាអាចធ្វើការស្ដាប់ទាំងអស់គ្នា
ភ្លេងលាន់រំពងពេញភូមិដីហុយហុយហុយសំពងអូនដើរកាន់ដៃវាអាម្នាក់នោះសង្ហាណាមែនទេខោឲ្យបងប្រឡាក់ដីខោឲ្យបងប្រឡាក់ដីមុខបងខ្មៅស្រអាប់អូនមើលរំលងបងបាត់ដូចសម្រាមក្បែរផ្លូវបងចង់តែស្រែកឲ្យបែកមេចង់ទៅទាញដៃអូនចេញតែបងគ្មានសិទ្ធិទេបងវាគ្រាន់តែជាអ្នកចាញ់អូនចាញ់បាទអញ្ចឹងនេះឃើញថាជាលទ្ធផលនៃការប្រើប្រាស់នៅ producer AI ពិតជាល្អសម្រាប់យើងបើសិនជាករណីបងប្អូនចង់ប្រើប្រាស់នៅ producer AI អាចធ្វើការបង្កើតនៅ account បានដែលខ្ញុំនឹងធ្វើការ copy link ដែលខ្ញុំនឹងធ្វើការដាក់នៅខាងក្រោមនៃវីដេអូរបស់ខ្ញុំនៅពេលដែលខ្ញុំនឹងធ្វើការបង្ហោះចូលទៅក្នុងវីដេអូចូលទៅក្នុង channel YouTube របស់ខ្ញុំហើយបងប្អូនកុំភ្លេចធ្វើការចុចទៅតាម link ដែលខ្ញុំនឹងដាក់នៅខាងក្រោមនៃវីដេអូបាទឃើញថាល្អមែនទែនសម្រាប់ producer AI បើនិយាយអំពីសំឡេងនៃការច្រៀងឃើញថាសំឡេងបែបភាសាខ្មែរគឺសឹងថាច្បាស់ 100% ដែលយើងអាចទទួលយកបានបាទអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំមានការបង្ហាញអំពីរបៀបការប្រើប្រាស់នៅ ChatGPT ដើម្បីធ្វើការបង្កើតនៅចំណងជើងចម្រៀងហើយយើងអាចយកនៅចំណងជើងមួយណាដែលយើងពេញចិត្តយកមកធ្វើការបង្កើតនៅ producer AI បាទជាចុងបញ្ចប់នៃវីដេអូខ្ញុំបាទក៏សូមអរគុណដល់បងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នាដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃក្នុងការទស្សនានៃវីដេអូរបស់ខ្ញុំបាទតាំងពីដើមរហូតដល់ចប់ហើយបើសិនជាបងប្អូនស្រឡាញ់និងចូលចិត្តរាល់ការចែករំលែករបស់ខ្ញុំកុំភ្លេចជួយធ្វើការចុចនៅ Subscribe នៅ Channel YouTube របស់ខ្ញុំមួយផងដែលមានឈ្មោះថា Kim កុសលជម្រាបលាបាយបាយ